តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសរុស្ស៊ីឈ្លានពានប្រទេសអាមេរិកដំបូងនាវាមុជទឹករបស់រុស្ស៊ីបានផុសឡើងនៅឆ្នេរសមុទ្រអាឡាស្កាមីស៊ីលល្បឿនលឿនកំពុងបាញ់សម្ដៅទៅកាន់មូលដ្ឋានយោធាសំខាន់ៗនៅ Norfolk រដ្ឋ Virginia, Pearl Harbor និង San Diego ប្រទេសរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំលើទ្វីបអាមេរិកកងកម្លាំងរុស្ស៊ីវាយលុកឆ្លងកាត់តំបន់អាកទិកចូលទៅក្នុងប្រទេសកាណាដាដើម្បីវាយប្រហារព្រំដែនភាគខាងជើងរបស់សហរដ្ឋអាមេរិកក្នុងពេលជាមួយគ្នានោះភ្នាក់ងារចារកម្មរុស្ស៊ីដែលបានបង្កប់ខ្លួនរួចហើយនៅក្នុងទីក្រុងធំៗដូចជា New York, Los Angeles ហើយបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស្ពានឋានីអគ្គិសនីនិងមជ្ឈមណ្ឌលទំនាក់ទំនងអ្វីៗទាំងអស់បានដួលរលំហើយភាពវឹកវរក៏បានរីករាលដាលទូទាំងប្រទេសយោធាអាមេរិកបានឆ្លើយតបភ្លាមយន្តហោះចម្បាំងបានហោះហើរនិងកងកម្លាំងនាវាចរបានប្រមូលផ្ដុំគ្នានៅប៉ាស៊ីហ្វិកនិងអាត្លង់ទិកដោយបានលាំព័ទ្ធនាវាចររុស្ស៊ីអង្គការ NATO បានគាំទ្រសហរដ្ឋអាមេរិកភ្លាមហើយបានអនុវត្តមាត្រា5សម្ព័ន្ធមិត្តដូចជាចក្រភពអង់គ្លេសនិងអាល្លឺម៉ង់បានបញ្ជូនកម្លាំងជំនួយកាណាដាបានពង្រឹងព្រំដែនរបស់ខ្លួនខណៈពេលដែលកងទ័ពរុស្ស៊ីបានបន្តវាយលុកប្រទេសចិនបានគាំទ្ររុស្ស៊ីដោយសម្ងាត់ដោយបានផ្លាស់ប្ដូរកងទ័ពទៅទិសខាងកើតកូរ៉េខាងជើងបានបាញ់មីស៊ីលដើម្បីបង្វែរអារម្មណ៍សហរដ្ឋអាមេរិកខណៈពេលដែលជប៉ុននិងកូរ៉េខាងត្បូងបានចូលរួមក្នុងការប្រយុទ្ធដោយភ័យខ្លាចសង្គ្រាមសកលលោកទាំងស្រុងសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមដួលរលំតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងហើយខ្សែសង្វាក់ផ្គត់ផ្គង់បានដាច់រសាត់កងកម្លាំងអាមេរិកបានវាយបកទៅលើរុស្ស៊ីដោយកំណត់គោលដៅមជ្ឈមណ្ឌលយោធារបស់ទីក្រុងមូស្គូហើយបន្ទាប់មកព្រឹត្តិការណ៍ដែលមិននឹកស្មានដល់គឺបានកើតឡើងរុស្ស៊ីបន្ទាប់ពីប្រឈមមុខនឹងការបាត់បង់ដ៏ធំបានគំរាមកំហែងការវាយប្រហារនុយក្លេអ៊ែរលុះត្រាតែសហរដ្ឋអាមេរិកចុះចាញ់សហរដ្ឋអាមេរិកបានឆ្លើយតបដោយបង្កើនការត្រៀមខ្លួនយោធាឲ្យបានខ្ពស់បំផុតព្រោះសង្គ្រាមនុយក្លេអ៊ែរជិតផ្ទុះឡើងហើយនាវាមុជទឹកដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរបានបង្កប់ខ្លួននៅក្នុងតំបន់អាកទិកប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដែលតម្រង់ទិសទៅរកគ្នាទៅវិញទៅមកមនុស្សរាប់ពាន់លានអ្នកកំពុងតែសង្កេតមើលខណៈពេលដែលជោគវាសនារបស់មនុស្សជាតិទាំងអស់ត្រូវបានព្យួរនៅលើសរសៃអំបោះមួយការធ្វើខុសមួយអាចមានន័យថាជាទីបញ្ចប់នៃអរិយធម៌ដូចដែលយើងបានដឹង